នៅលើភពផែនដីរបស់យើងមានរឿងរ៉ាវដែលប្លែកៗនិងអស្ចារ្យជាច្រើនដែលកកើតឡើងដោយបាតុភូតធម្មជាតិនិងស្នាដៃរបស់មនុស្សនាសម័យបុរាណហើយបន្សល់ទុកជាប្រវត្តិសាស្ត្ររហូតមកដល់បច្ចុប្បន្ននេះវីដេអូនេះនឹងនាំលោកអ្នកមកស្គាល់នៅកន្លែងដ៏អស្ចារ្យមួយដែលកើតឡើងដោយបាតុភូតធម្មជាតិកាលពីជិត60លានឆ្នាំមុនហើយបានក្លាយជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរនិងជាមរតកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ The Giant Causeway ឬ Causeway Coast គឺជាប្រភេទថ្មបាសាល់ដែលមានរូបរាងជាសសរឈរបណ្ដាក់គ្នារហូតដល់ 40000 ដើមជាប់គ្នាកំពូលនៃសសរបង្កើតជាថ្មដែលឈរបណ្ដាក់គ្នាពីជើងភ្នំរហូតទៅក្នុងបាតសមុទ្រសសរភាគច្រើនមានរាងឆកោណបើទោះបីជាផ្នែកខ្លះមានរាង4ជ្រុង5ជ្រុង7ជ្រុងឬក៏8ជ្រុងក៏ដោយកម្ពស់ខ្ពស់បំផុតនៃសសរមានកម្ពស់ប្រហែល12ម៉ែត្រហើយកន្លែងខ្លះនៃសសរនៅកន្លែងដែលច្រាំងថ្មចោតមានកម្រាស់រហូតដល់28ម៉ែត្រដែលវាមានទីតាំងនៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសអ៊ីឡង់ខាងជើងក្នុងស្រុក Antrim ចម្ងាយប្រហែល 4.8 គីឡូម៉ែត្រភាគឦសាននៃទីក្រុង Bosmil បើយើងក្រឡេកមើលជិត60លានឆ្នាំមុនផ្ទៃដីនៃប្រទេសអ៊ីឡង់នៅក្នុងទ្វីបអឺរ៉ុបសពថ្ងៃនៅជាប់គ្នាជាមួយនឹងទ្វីបអាមេរិកខាងជើងដោយសាររងនៅការចលនារសាត់ទ្វីបបន្តិចម្ដងធ្វើឲ្យតំបន់អឺរ៉ុបបានបែកចេញពីគ្នាជាមួយទ្វីបអាមេរិកខាងជើងចលនានេះបានបង្កើតនូវស្នាមប្រេះដ៏ធំមួយបង្កើតបានជាទន្លេបូករួមទាំងការបន្ទុះភ្នំភ្លើងដ៏សកម្មផងនោះបណ្ដាលឲ្យលេចចេញនូវថ្មនិងកំអែលភ្នំភ្លើងរលាយជាច្រើនហូរលាយជាមួយទឹកហូរច្រោះពេញជ្រលងទន្លេនៅពេលដែលវាចុះត្រជាក់បន្តិចម្ដងកំអែលទាំងនោះក៏បំបែកទៅជាទម្រង់ថ្មដែលមានរាងដូចគ្នាឆ្លងទៅតាមពេលវេលានៃការផ្លាស់ប្ដូរអាកាសធាតុដូចជារដូវធ្លាក់ទឹកកកទាំងទឹកកកបានបំបែកស្រទាប់ខាងលើនៃថ្មនៅពេលដែលអាកាសធាតុឡើងកម្ដៅការឡើងចុះនៃទឹកសមុទ្រគេចាប់ដើមឃើញនៅផ្ទាំងថ្មកាន់តែលេចរូបរាងឡើងកាន់តែច្បាស់មានរឿងព្រេងនិទានមួយបាននិយាយថាមានយក្សមួយឈ្មោះ Finn Emcol បានបង្កើតផ្លូវមួយនេះឡើងដើម្បីឆ្លងសមុទ្រអ៊ីឡង់ទៅប្រកួតប្រជែងជាមួយគូយក្ស Scotland ឈ្មោះ Bernard Donner ក្នុងពេលកំពុងប្រយុទ្ធនៅលើផ្លូវ Giant Causeway យក្ស Scotland Bernard Donner បានហែកផ្លូវនោះជា2កំណាត់នៅពេលគាត់បានភៀសខ្លួនត្រឡប់ទៅ Scotland វិញដោយបន្សល់ទុកនៅសសរថ្មដែលលយលេចបាត់ទៅក្នុងសមុទ្រដូចដែលគេឃើញសពថ្ងៃដុំថ្មដែលមានរាងជាស្បែកជើងកវែងដ៏ធំត្រូវបានគេថាជាស្បែកជើងរបស់យក្ស Finn Emcol ក៏មានវត្តមាននៅ Giant Causeway ផងដែរដែលអ្នកស្រុកនៅទីនោះហៅថា Port Novel ឬ Bay of the Giant ដែលមានន័យថាកំពង់ផែឬជាច្រកសមុទ្រយក្សទោះជាយ៉ាងណាក៏ដោយក្នុងទសវត្សរ៍ឆ្នាំ1700និងដើមទសវត្សរ៍ឆ្នាំ1800មានមគ្គុទ្ទេសក៍ទេសចរម្នាក់ប្រចាំនៅតំបន់នោះបាននិយាយថាយក្ស Finn Emcol សាងសង់ផ្លូវនេះឡើងគឺដើម្បីទៅជួបនឹងគូស្នេហ៍របស់ខ្លួនដែលជាជនជាតិ Scotland ជាជាងដើម្បីការប្រយុទ្ធជាមួយយក្ស Scotland នេះបើយោងទៅតាមការរកឃើញនៅសៀវភៅកំណាព្យមួយក្នុងបណ្ណាល័យក្នុងប្រទេសន័រវេសដែលនិពន្ធដោយ Mary Ann ក្នុងឆ្នាំ1830សៀវភៅបាននិយាយថា Finn បានធ្វើការពេញមួយថ្ងៃហើយបានដំណើរការយ៉ាងល្អនៅក្នុងកិច្ចការរបស់គាត់ដោយពង្រីកផ្លូវ Causeway ជិតពាក់កណ្ដាលផ្លូវឆ្លងកាត់សមុទ្រដោយមានការនឿយហត់គាត់ក៏ទៅផ្ទះសម្រាកដោយមានទំនុកចិត្តថានឹងបញ្ចប់ការងារនោះនៅថ្ងៃបន្ទាប់ប៉ុន្តែគួរឲ្យសោកស្ដាយជីដូនរបស់គាត់មានកំណត់ផ្សេងទៀតដោយខ្លាចបាត់បង់គាត់ជារឿងរហូតនៅ Scotland ជីដូននាងបានប្រើមន្តអាគមរបស់នាងដើម្បីហៅព្យុះដ៏ធំសម្បើមមួយរលកនិងខ្យល់បានបក់បោកផ្លូវដែលបានសាងសង់ឲ្យខូចហើយថ្មត្រូវបានកាត់ដាច់ជាដុំនៅថ្ងៃបន្ទាប់ Finn ភ្ញាក់ពីដំណេកឃើញផ្លូវត្រូវបានបំផ្លាញគាត់បានចាប់ដើមសាងសង់ផ្លូវម្ដងទៀត
ថ្មក៏លាតសន្ធឹងទៅក្នុងសមុទ្រម្ដងទៀតប៉ុន្តែយប់នោះការងាររបស់គាត់ត្រូវបានបំផ្លាញដដែលយក្ស Finn McCall ព្យាយាមម្ដងហើយម្ដងទៀតការងារកាន់តែលំបាកខ្យល់ព្យុះកាន់តែខ្លាំងគាត់បានព្យាយាមធ្វើផ្លូវនោះម្ដងទៀតជាលើកចុងក្រោយដោយមិនបានសម្រាកពេញមួយយប់ខ្យល់ព្យុះបានបក់បោកមកលើ Finn ហើយបានបំផ្លាញនៅអ្វីដែលគាត់ខំធ្វើអមដោយកូលាន់និងផ្លេកបន្ទូលដោយការព្យាយាមរបស់គាត់នៅទីបំផុតគាត់បានទៅដល់ត្រើយម្ខាងទៀតដោយប្រាថ្នាដោយមានការនឿយហត់យក្ស Finn ក៏បានដួលស្លាប់នៅក្នុងដៃមនុស្សស្រីជាទីស្រឡាញ់របស់ខ្លួននាពេលនោះទៅ Giant Ghostway ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ1986ក្រោមការបំពេញតាមលក្ខណៈវិនិច្ឆ័យដ៏តឹងរ៉ឹងរបស់អង្គការ UNESCO សូមអរគុណលោកអ្នកសម្រាប់ការទស្សនាវីដេអូពីដើមរហូតដល់ចប់